បាទជាបន្តខ្ញុំប្រកាសណាខ្ញុំបាទសូមអនុញ្ញាតតំណាងលោកអាចារ្យគណៈកម្មការក្រុមការងារវត្តប្រាសាទញីខ្មៅបាទសូមអនុញ្ញាតធ្វើរបាយការណ៍សង្ខេបស្ដីអំពីស្ថានភាពវត្តប្រាសាទញីខ្មៅប្រគេននិងជូនជាទីសន្តាប់ដូចតទៅជាបឋមខ្ញុំព្រះករុណាសូមអភិវរណ៍បន្ទន់កាយថ្វាយបង្គំចំពោះព្រះសង្ឃាភិរដ្ឋផុនវុធីព្រះគ្រូចៅអធិការវត្តជាព្រះនាយកសាលាពុទ្ធិកបឋមសិក្សាវត្តប្រាសាទញីខ្មៅនិងជាព្រះវិន័យធរគុណខេត្តតាកែវជាទីសក្ការៈដ៏ពងពោះខ្ញុំព្រះករុណាសូមថ្វាយបង្គំចំពោះព្រះគ្រូសីលមង្គលវិសុទ្ធឡៃសំណាងព្រះគ្រូចៅអធិការវត្តគិរីសុភ័ណ្ឌភ្នំពិសោជាទីសក្ការៈដ៏ពងពោះនិងសូមថ្វាយបង្គំចំពោះព្រះគ្រូសូត្រស្ដាំសូត្រឆ្វេងព្រះវិន័យធរព្រះភិក្ខុសាមណេរសាមណសិស្សព្រះគ្រូឧទេសាចារ្យលោកគ្រូឧទេសាចារ្យទាំងអស់ជាទីគោរពសក្ការៈដ៏ពងពោះថ្ងៃនេះខ្ញុំប្រកាសណាយើងខ្ញុំមានមោទនភាពដ៏ពងពោះបំផុតនិងសូមសម្ដែងថ្លែងនៅមនោសញ្ចេតនារំភើបបាទចំពោះទឹកចិត្តប្រកបទៅដោយមហាសទ្ធាជ្រះថ្លាបាទរបស់ឧបាសិកាលីសុធាវីព្រមទាំងកូនចៅដែលលោករស់នៅឯរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកបាទតាមរយៈក្រុមការងារសម្បត្តិជនអញ្ចឹងឯងបងបាទក្រុមតាមរយៈក្រុមការងារសម្បត្តិជនបាទដែលមានលោកក្មួយតំណាងបាទអញ្ជើញមកផ្ទាល់ដល់អាវាសវត្តប្រាសាទញីខ្មៅយើងបាទហើយតែម្ចាស់ទានលោកបានផ្ញើមកនៅថវិកាបាទចូលជាចង្ហាន់ព្រះសង្ឃវត្តប្រាសាទញីខ្មៅប្រចាំឆ្នាំចំនួន$600រួមនឹងអង្គ18ការុងបាទទេយទានទាំងអស់នេះបានជាមហាសង្ឃតាតិខណាទានដ៏ឧត្តមឧត្តមគោរពឧទ្ទិសជូនចំពោះលោកឪពុកនាមឧបាសកគួចយន់ស៊ីមបាទនិងអ្នកម្ដាយនាមឧបាសិកាភូសាយផោងអាវមុំភូអាយផោងបាទភូអាយនាមឧបាសិកាភូអាយផោងបាទហៅមុំបាទព្រមទាំងញាតិកាទាំង7សន្តានបាទវាខ្ញុំបាទមានសេចក្តីរំភើបយ៉ាងក្រៃលែងបាទពីព្រោះថាវត្តប្រាសាទញីខ្មៅរបស់យើងបាទក្រោមការដឹកនាំរបស់ព្រះធម្មវិជាជួនកក្កដាកាលព្រះអង្គគង់នៅជាព្រះសង្ឃនៅឡើយនោះបាទរួមជាមួយនឹងព្រះសង្ឃាភិរដ្ឋផុនវុធីដែលព្រះអង្គគ្រូទាំងពីរបាននិមន្តមកគង់ប្រថាប់គ្រប់គ្រងដឹកនាំពង្រឹងនិងពង្រីកវិស័យពុទ្ធិកសិក្សាវិស័យកសាងធនធានព្រះសង្ឃអស់រយៈពេល13ឆ្នាំចូល14ឆ្នាំនេះហើយបាទដែលកាលឆ្នាំ2012ព្រះអង្គមិនទាន់និមន្តមកនៅឡើយនោះព្រះសង្ឃមានតែ50អង្គប៉ុណ្ណោះដល់ឆ្នាំ2013មកដល់2025យើងនេះព្រះសង្ឃសាមណសិស្សបានកើនឡើងរាប់រយអង្គហើយទេបាទលើខ្វះគ្នាបន្តិចបន្តួចនោះក្នុងរង្វង់350អង្គទៅ380អង្គហើយជាក់ស្ដែងនៅឆ្នាំ2025នេះព្រះសង្ឃមានចំនួន375ព្រះអង្គកំពុងស្នាក់នៅនិងសិក្សារៀនសូត្រចំពោះវិស័យបណ្ដុះបណ្ដាលកសាងធនធានព្រះសង្ឃរយៈពេល13ឆ្នាំនេះព្រះអង្គគ្រូបានប្រមូលកុលបុត្រ
មកពីគ្រួសារក្រីក្រកំសត់ទុរគតកំព្រាអនាថាភាគច្រើនបាទគ្មានឪពុកគ្មានម្ដាយខ្លះគ្មានទាំងឪពុកគ្មានទាំងម្ដាយហើយដូចឆ្នាំ2013 2014បានប្រមូលមកអំពីកុមារនៅគំនរសម្រាមស្ទឹងមានជ័យបាទបានមកបំពោះសិក្សារៀនសូត្រមកដល់ពេលនេះសមណៈសិស្សទាំងអស់នោះបច្ចុប្បន្នបាននឹងកំពុងคล้ายទៅជាធនធានព្រះសង្ឃជាធនធានមនុស្សដ៏មានតម្លៃបាទគួរជាទីមោទនៈអង្គខ្លះបានคล้ายជាពហុសូត្រជាព្រះគ្រូសូត្រស្ដាំឆ្វេងជាព្រះគ្រូចាប់អធិការជាឧទេសាចារ្យជាមន្ត្រីរាជការជាបន្តបន្ទាប់គួរជាទីមោទនៈបំផុតបាទនេះគឺជាលទ្ធផលសមិទ្ធផលដ៏ធំធេងដែលមិនអាចកាត់ថ្លៃបានឡើយហើយធនធានសមិទ្ធផលទាំងអស់នេះបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលយើងក្នុងការកាត់បន្ថយភាពក្រីក្រក៏ដូចជាកសាងធនធានមនុស្សឲ្យរួចផុតអំពីភាពអវិជ្ជាភាពល្ងងខ្លៅបាទឲ្យឈានទៅដល់ការរីកចម្រើនដល់គ្រួសារសហគមន៍និងសង្គមជាតិរបស់ខ្លួនគួរជាទីកក់ក្ដៅបាទហើយសូមជម្រាបថាការបំពោះកុលបុត្ររយៈពេល13ឆ្នាំនេះព្រះអង្គគ្រូបានដឹកនាំបំពោះបានចំនួន20លើករួចមកហើយបានន័យថាឆ្នាំខ្លះបំពោះ1លើកឆ្នាំខ្លះបំពោះ2លើកបាទជាក់ស្ដែងបាទកុលបុត្រទាំង55រូបនេះបាទដែលបានមករៀនធម៌ខ្លះ1ឆ្នាំមកហើយខ្លះ6 7 8ខែរួចមកហើយព្រះអង្គគ្រូនឹងធ្វើកម្មវិធីបំពោះនៅថ្ងៃទី24ទី25ខែមករាឆ្នាំ2026ដល់ឆាប់នេះឯងហើយដោយដែលព្រះអង្គគ្រូបានអំពាវនាវហើយថារាល់ការបំពោះកុលបុត្រទាំង20លើកដែលមានចំនួន899អង្គកន្លងមកសុទ្ធសឹងតែបានពឹងពាក់ស្នាក់អាស្រ័យទៅលើសាធុសពរបស់បាទទាំងក្នុងប្រទេសទាំងក្រៅប្រទេសបាទលោកជួយឧបត្ថម្ភជាស្បង់ស្បៃត្រៃចីវរក៏ដូចជាតម្រូវការក្នុងកម្មវិធីបួសទាំងមូលដោយព្រះអង្គគ្រូមិនអោយក្រុមគ្រួសារដែលភាគច្រើនសុទ្ធតែក្រីក្រនោះចេញថវិកាមួយចំណែកណានោះឡើយបាទហើយថ្ងៃ24 25នេះកុលបុត្រនេះនឹងបានបំពោះលើកទី21ឲ្យធ្វើឲ្យប្រសង់វត្តប្រាសាទនាងខ្មៅយើងដែលមាន375អង្គហើយនោះនឹងបូកបន្ថែមអាចកើនឡើងទៅជាង400អង្គជាក់ជាមិនខានឡើយហើយទម្ងន់ដល់ចំនួនព្រះសង្ឃដ៏ច្រើននេះបាទចិត្តពិតជាបាននាំមកនៅបន្ទុកបាទកាន់តែធ្ងន់សម្រាប់ព្រះអង្គគ្រូវត្តយើងបាទហើយអ្វីដែលអាចប្រព្រឹត្តទៅមកដល់ពេលនេះបានគឺអាស្រ័យដោយសារទុសបរោះជនទាំងក្នុងប្រទេសទាំងក្រៅប្រទេសដែលលោកតែងតែបានអញ្ជើញមកជាបន្តបន្ទាប់បាទជាក់ស្ដែងដូចនៅថ្ងៃទី20ខែធ្នូនេះបាទតាមរយៈក្រុមការងាររបស់លោកសម្បត្តិជនបាទលោកបានគាំនាំមកនៅទេយ្យទានរបស់ម្ចាស់ទានដែលមានរបាលសិកាលីសុធាវីព្រមទាំងកូនចៅនៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកជាភ័ស្តុតាងស្រាប់បាទដូច្នេះក្នុងនាមលោកអាចារ្យគណៈកម្មការក្រុមការងារនិងពុទ្ធបរិស័ទចំណុះជើងវត្តប្រាសាទនាងខ្មៅទាំងមូលខ្ញុំប្រកាសណាយើងខ្ញុំទាំងអស់គ្នានៅតែសូមធ្វើការអំពាវនាវនិងសំណូមពរដល់ប្រកាសណាប្រគុណម្ចាស់នៅក្រៅនៅក្រៅប្រទេសក៏ដូចជាពុទ្ធបរិស័ទសាធុសពរោះទាំងក្នុងប្រទេសទាំងក្រៅប្រទេសថាលោកនឹងនៅតែបន្តជួយឧបត្ថម្ភគាំទ្រដល់ការសិក្សារៀនសូត្របដិបត្តិ
ធម៌អាវិន័យរបស់សមណៈសិស្សវត្តប្រាសាទនេះខ្មៅយើងបានយូរអង្វែងតរៀងទៅដើម្បីជួយទ្រទ្រង់បាទព្រះពុទ្ធសាសនាជួយរួមចំណែកកសាងជាតិរបស់យើងបានរីកចម្រើនតទៅមុខជាជាមិនខានឡើយដូច្នេះដោយអំណាចនៃមហាពុញ្ញកុសលផល្លានិសង្ឃដ៏ឧត្តមឧត្តមនេះខ្ញុំព្រះករុណាយើងខ្ញុំបាទសូមលើកឡើងគោរពចំពោះដួងវិញ្ញាណក្ខន្ធនៃវីរយុទ្ធជនដែលលោកបានធ្វើបរិកម្មបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារប្រយុទ្ធនឹងខ្មាំងសៀមបាទសូមលោកបានទទួលជោគជ័យបាទជូនទៀតជូនប្រជាពលរដ្ឋយើងជារៀងរហូតកុំបីអខានឡើយបាទនឹងសូមគោរពជូនចំពោះដុំដួងវិញ្ញាណក្ខន្ធបុព្វការីជនរបស់អលោកម្ចាស់ទានទាំងថ្ងៃនេះបាទអលោកម្ចាស់ទានទាំងអស់បាទទាំងនៅច្បារអំពៅក្តីនៅមជ្ឈដ្ឋាននានាក្តីសូមបានអញ្ជើញទៅកាន់សុគតិភពនិងបែរក្រោយឲ្យសពថាតុកាពរកូនចៅប្រុសស្រីទាំងអស់នៅក្នុងប្រទេសនិងក្រៅប្រទេសសូមបានសម្រេចសម្រិទ្ធិបរិបូរណ៍អាយុវណ្ណៈសុខៈពលៈគ្រប់ជីវិតរាត្រីកំបីឃ្លៀងឃ្លាតទៅជាប្រការៈដល់តៃឡើយសូមអលោកម្ចាស់ទានទាំងអស់អនុមោទនាបុណ្យសូមអនុមោទនាមេផលសូមអនុមោទនាបាទសូមអរគុណណាស់លោកក្មួយបាទក្រុមការងារសម្បត្តិជនបាទដែលលោកបានជួយលះបង់កម្លាំងកាយចិត្តដើម្បីពំនាំនៅថវិកាធនធានរបស់សប្បុរសជនយើងនៅក្រៅប្រទេសដើម្បីជួយប្រសង់វត្តប្រាសាទនាងខ្មៅយើងជាច្រើនបាទអរគុណណាស់បាទសូមលោកក្មួយក្រុមគ្រួសារបាទបុត្រីទាំងអស់សូមនិងសហការីសូមបានសេចក្តីសុខចម្រើនជោគជ័យគ្រប់ការងារទាំងអស់នៅលោកក្មួយណាសូមអរគុណបាទសូមអរគុណបាទជាអនេកប្រការបាទ